រឿងយក្ខិនីមុខសេះក្នុងការកន្លងទៅហើយមានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គសោយរាជ្យនៅក្នុងក្រុងពារាណសីជាអ្នកផឹកសុរានិយាយកុហកនិងប្រព្រឹត្តក្បត់ចិត្តស្វាមីអគ្គមហេសីនោះលុះធ្វើមរណកាលទៅបានកើតជាយក្ខិនីប្លែកអំពីត្រកូលយក្ខធម្មតាគឺមានខ្លួនជាយក្ខមុខគឺជាសេះហៅថាអស្មមុខយក្ខិនីស្ថិតនៅក្នុងលេនគុហានាបាត់ភ្នំមួយបានចូលទៅបម្រើស្ដេចវេស្សវណ្ណអស់វិរៈ3ឆ្នាំស្ដេចទ្រង់ព្រះទានគោចរផក្សៈមួយមានបណ្ដោយ30យោជន៍ទទឹង5យោជន៍ដើម្បីចាប់សត្វមរឹកនិងមនុស្សទាំងឡាយបរិភោគជាអាហារថ្ងៃមួយយក្ខិនីមុខសេះនោះចាប់បានព្រានកំឡោះម្នាក់មានរូបឆោមសំរុំល្អលើកដាក់ឲ្យដេកនៅលើខ្នងនាំយកទៅទុកនៅក្នុងគុហាដើម្បីធ្វើជាព្រះស្វាមីចាប់ដើមតាំងពីថ្ងៃនោះមកយក្ខិនីតែងតែស្វះស្វែងរកចាប់មនុស្សដើម្បីយកវត្ថុផ្សេងៗមានសម្ពុតអាវនិងអង្ករស្លឹកគ្រៃម្ហូបចំណីដែលមានរសជាតិឆ្ងាញ់ពិសាទៅចិញ្ចឹមព្រាហ្មណ៍ជាស្វាមីនោះរាល់តែថ្ងៃក្នុងពេលដែលយក្ខិនីចេញទៅរកអាហារបានយកដុំថ្មមួយដុំធំខ្ទប់មាត់ទ្វារព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោលក្នុងគ្រានោះព្រះពោធិសត្វបានសោយព្រះជាតិក្នុងគភ៌នៃនាងយក្ខិនីមុខសេះនោះលុះគ្រប់ទសមាសក៏ប្រសូតមកមានរូបឆោមល្អស្រស់ស្អាតព្រឹមព្រៃនាងមានសេចក្តីស្នេហាចំពោះកូននិងបិតាយ៉ាងក្រៃលែងតែងទំនុកបំរុងដោយភោជនាហារមានរសជាតិឆ្ងាញ់ផ្សេងលុះព្រះពោធិសត្វមានវ័យចម្រើនធំឡើងហើយក៏ប្រមៀលដុំថ្មដែលមាតាបិទទ្វារគុហានោះចេញហើយនាំបិតាមកអង្គុយលេងកម្សាន្តនៅខាងក្រៅដល់យក្ខិនីជាមាតាត្រឡប់មកវិញព្រះពោធិសត្វក៏ប្រាប់ភ្លាមថាខ្ញុំបានរមៀលដុំថ្មនេះចេញហើយព្រោះងងឹតនិងអបសោកខ្លាំងណាស់យក្ខិនីហេតុតែស្រឡាញ់កូនក៏នៅស្ងៀមគ្មានថាអ្វីឡើយថ្ងៃក្រោយព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹងមាតារបស់ខ្លួនថាហេតុអ្វីបានជាមាតាគាត់មានមុខដូចជាសេះទើបសួរទៅបិតាប្រាប់ថាម្ដាយឯងគឺជាយក្ខយើងទាំងពីរនាក់គឺជាមនុស្សព្រះពោធិសត្វបានដឹងហេតុនោះសពគ្រប់ហើយក៏នាំបិតារត់ចេញពីទីនោះទៅយក្ខិនីជាមាតាដល់ត្រឡប់មកវិញមិនបានឃើញកូននិងស្វាមីក៏ចេញហោះហើរទៅតាមរកមានសន្ទុះលឿនដូចជាខ្យល់ទៅទាន់ពាក់កណ្ដាលផ្លូវនាំយកមកវិញថ្ងៃក្រោយបាននាំបិតារត់ទៅទៀតយក្ខិនីតាមទាន់ម្ដងទៀតថ្ងៃមួយព្រះពោធិសត្វបានគិតថាមាតារបស់អញមានឱកាសទីឋានបរិច្ឆេទកំណត់ពីត្រឹមណាដល់ត្រឹមណាលុះគិតដូច្នោះហើយក៏សួរទៅមាតាបានប្រាប់ទីឋានខេត្តដែនរបស់ខ្លួនសពគ្រប់ដល់ព្រះពោធិសត្វថ្ងៃមួយព្រះពោធិសត្វជាកូនបានឱកាសស្ងាត់ល្អហើយក៏បញ្ជិះបិតាលើកនាំរត់ទៅដោយសន្ទុះយ៉ាងលឿនដូចជាខ្យល់បានទៅដល់ឆ្នេរស្ទឹងជាទីបំផុតនៃព្រំដែនរបស់យក្ខិនីជាមាតានាំបិតាឆ្លងស្ទឹងនោះទៅលុះដល់ពាក់កណ្ដាលស្ទឹងមាតាទៅតាមទាន់ប៉ុន្តែពុំអាចហ៊ានចាប់យកមកវិញឡើយព្រោះហួសព្រំដែនរបស់ខ្លួនក៏ខំនិយាយអង្វរកូននិងស្វាមីនោះឲ្យត្រឡប់មកវិញដោយអាការៈផ្សេងដឹងថាជនទាំងពីរមិនត្រឡប់មកវិញហើយក៏មានសេចក្តីខ្សឹកខ្សួលយំសោកបោកខ្លួនព្រោះស្រឡាញ់កូនយ៉ាងក្រៃលែងទើបស្រែកហៅព្រះពោធិសត្វថាអ្នកកូនសម្លាញ់មាសម្ដាយបើអ្នកមិនត្រឡប់វិញទេចូលកូនរៀនយកមន្តវិជ្ជាឈ្មោះចិន្តាមនីពីម្ដាយទៅចោះព្រោះមនុស្សលោកបើគ្មានសប្បៈហើយរស់នៅបានដោយកម្រពេកណាស់ឯមន្តវិជ្ជាឈ្មោះចិន្តាមនីនេះ
មានតម្លៃកាត់ថ្លៃមិនបានព្រោះមានអានុភាពយ៉ាងវិសេសបើទុកជាចោលនាំមកយកនៅផាត់ដាក់ទៅទុកលាក់អស់រយៈពេល12ឆ្នាំក៏អាចតាមដានជើងចាប់ចោលនោះបានមកវិញភ្លាមចូលកូនយកទៅចោះរក្សាទុកឲ្យបានល្អព្រះពោធិសត្វឈរនៅពាក់កណ្ដាលស្ទឹងបានស្ដាប់មាតាថ្លែងគុណវិសេសនៃមន្តវិជ្ជាឈ្មោះមនីចន្ទានោះរួចហើយក៏ថ្វាយបង្គំព្រះមេតារៀនយកនៅមន្តនោះយកសពគ្រប់ហើយលាមេតាថាសូមលោកម្ដាយអញ្ជើញត្រឡប់ទៅវិញចុះខ្ញុំសូមថ្វាយបង្គំលាហើយចំណែកខាងនាងយក្ខិនីក៏ប្រហារដើមទ្រូងហែកហរតីស្លាប់នៅទីនោះទៅព្រះពោធិសត្វឃើញមេដាស្លាប់ហើយក៏នាំបិតាចាត់ចែងធ្វើជើងថ្កបូជាសពលុះបូជាហើយបានបេះផ្ការុក្ខជាតិផ្សេងយកទៅបូជាធាតុថ្វាយបង្គំលានាំបិតាទៅកាន់ក្រុងពារាណសីចាប់ពីពេលនោះទៅរឿងមាតុឃាតកៈក្នុងកាលកន្លងទៅហើយមានបុរសម្នាក់នៅក្នុងដែនកាសីកាលបើបិតាធ្វើមរណកាលទៅហើយក៏ទំនុកបំរុងមាតាដែលនៅរស់ដោយគោរពឯមាតាបានឃើញកូនមានវត្តប្រតិបត្តិល្អក៏នាំស្ត្រីមានរូបស្រស់ប្រឹមប្រៃម្នាក់មករៀបចំគូផ្គងឲ្យកូនខ្លួនចំណែកខាងនាងនោះបិតាស្លាប់ចោលតាំងពីក្មេងនៅសល់តែមាតាទើបនាំគ្នាទៅរួមក្នុងត្រកូលស្វាមីហើយទំនុកបំរុងដល់មាតាទាំងពីរដោយគោរពតមកខាងក្រោយនាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមាតាទាំងពីរមានគំនិតអាក្រក់កើតឡើងគិតសម្លាប់ម្ដាយក្មេកចោលបាននិយាយញុះញង់ស្វាមីថាឥឡូវនេះយើងគិតសម្លាប់ម្ដាយឯងចេញព្រោះចាស់ចង្រៃនេះខុសអស់នឹងចាស់គេតែងបន្ទោបងមូតលីមួកដាក់ពេញផ្ទះសម្បែងហើយច្របាច់លេងដូចកូនក្មេងទើបនឹងកើតបើឯងមិននៅពេលណាហើយគាត់ធ្វើបាបអញឲ្យវេទនារាប់មិនឈ្នះបើដូច្នោះយើងគិតសម្លាប់គាត់ចោលទៅឬបុរសជាប្តីបានលើភរិយានិយាយរាយរាប់ប្រាប់ជាញយហើយក៏និយាយថាការសម្លាប់មនុស្សនីមួយមិនងាយទេក្រណាស់ភរិយានោះនិយាយតបទៅវិញថាបបិទ្ធស្វាមីការសម្លាប់នេះងាយទេមើលតែគាត់ដេកលួយើងចងក្រែសែងទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះឲ្យឆ្លាមត្រីមកស៊ីទំពាចោះបុរសជាប្តីក៏សួរថាម្ដាយអញគាត់ដេកកន្លែងណាម្ដាយឯងដេកកន្លែងណាភរិយាប្រាប់ថាម្ដាយអ្នកសម្រានខាងនេះឯម្ដាយខ្ញុំសម្រានខាងនោះស្វាមីប្រាប់ថាបើដូច្នោះចូលនាងចងក្រែម្ដាយអញទុកឲ្យស្រេចទៅដល់យប់ជ្រៅយើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងភរិយាកាលដែលបានឮប្តីយល់ព្រមក៏ត្រេកអរណាស់ក៏ធ្វើតាមបង្គាប់ស្វាមីហើយដេកលក់ទៅបុរសជាស្វាមីបានដឹងថាភរិយារបស់ខ្លួននេះដេកលក់ហើយក៏ចូលទៅស្រាយចំណងពីក្រែម្ដាយខ្លួនចេញយកខ្សែទៅចងក្រែម្ដាយក្មេកវិញលុះចងសពគ្រប់ហើយដើរចូលទៅដាស់ភរិយាថាណែក្រោកឡើងយើងល្មមសែងដូនចាស់នេះទៅទម្លាក់ចោលហើយទាំងពីរអ្នកប្តីប្រពន្ធក៏ម្នីសែងក្រែយកទៅទម្លាក់ចូលទៅក្នុងស្ទឹងក្រោយផ្ទះដោយប្រញាប់ប្រញាល់ខ្លាចក្រែងមានជនណាមើលឃើញពួកសត្វសាហាវទាំងឡាយមានឆ្លាមមកជាដើមក៏ដណ្ដើមប្រជែងគ្នាស៊ីយាយចាស់នោះអស់រលីងទៅលុះព្រឹកឡើងនាងភរិយាបានឃើញច្បាស់ថាម្ដាយខ្លួនស្លាប់ហើយក៏នឹកតូចចិត្តក្តៅក្រហាយអន្ទះសារជាពន់ពេកទើបនាងបានប្រាប់ស្វាមីថាយើងនឹងសម្លាប់ដូនចាស់មួយទៀតដែលជាម្ដាយឯងបុរសជាស្វាមីក៏ទទួលព្រមថាល្អហើយទើបនាំគ្នាទៅធ្វើថ្កក្នុងព្រៃស្មោសានដល់យប់ជ្រៅម្ដាយដេកលក់ក៏នាំគ្នាសែងទាំងក្រែយកទៅដាក់លើជើងថ្កប្រារព្ធនឹងដុតភ្លើងជួនជាពេលនោះភ្លេចដាក់ភ្លើងទៅក៏នាំគ្នាត្រឡប់មកយកភ្លើងវិញ
ជន់ទាំងពីរអ្នកប្តីប្រពន្ធត្រឡប់មកផ្ទះវិញហើយយាយចាស់នោះក៏ភ្ញាក់ឡើងក្រោកអង្គុយដោយត្រូវសន្សើមត្រជាក់ខ្លាំងលុះមើលសពគ្រប់ដឹងខ្លួនថាគេយកខ្លួនមកសម្លាប់បានយកសពសត្វពពែមួយទៅដាក់នៅលើគ្រែក្របសម្ពុតលើវិញហើយភៀសខ្លួនចេញពីទីនោះដើរចូលទៅក្នុងគុហាមួយបានរំពឹងគិតថាអោអាត្មាអញនឹកស្មានថាបានកូនប្រសាជាទីពឹងឥឡូវនេះវាធ្វើអញឲ្យភ័យយ៉ាងក្រៃលែងចំណែកខាងបរោះប្តីប្រពន្ធយកភ្លើងមកដុតក៏ដុតសាកសពពពែនោះស្មានថាជាម្ដាយខ្លួនឯគុហាដែលយាយចាស់ចូលទៅអង្គុយនោះមានចៅម្នាក់យកបំវិចមាសប្រាក់ទៅលាក់ទុកនៅក្នុងគុហានោះជាច្រើនយាយចាស់បានឃើញមាសប្រាក់ហើយក៏នឹកដល់កូនថាអោកូនសម្លាញ់អញប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះប្រហែលជាត្រេកអររីករាយលែងចង់សម្លាប់អញទៀតហើយកំពុងតែគិតដូច្នោះស្រាប់តែចៅទៅដល់ចៅនោះបានឃើញយាយចាស់ហើយក៏ភ្ញាក់ផិតភ័យញាស់រន្ធត់មិនហ៊ានចូលទៅជិតឡើយដោយនឹកស្មានថាជាយៈក៏ត្រឡប់ទៅវិញរត់ចោលបង្វិចហើយបានហៅពេទ្យខ្មោចម្នាក់ឲ្យចូលទៅសង្កេតមើលពេទ្យខ្មោចនោះក៏រាយមន្តវិជ្ជាហើយដើរចូលទៅកាន់គុហាចំណែកខាងយាយចាស់បានឃើញពេទ្យខ្មោចនោះហើយក៏និយាយថាយើងមិនមែនជាយៈទេអ្នកចូលមកយើងទាំងពីរនាក់នឹងចែកទ្រព្យគ្នាពេទ្យខ្មោចនោះនិយាយថាយើងមិនជឿឯងទេយាយចាស់ថាបើអ្នកឯងមិនជឿយើងចូលអ្នកលៀនអណ្ដាតមកដាក់លើអណ្ដាតយើងចុះនឹងដឹងច្បាស់ហើយថាយើងគឺជាមនុស្សពិតពេទ្យខ្មោចក៏ធ្វើតាមពាក្យយាយចាស់នោះទៅយាយចាស់ក៏បានខំអណ្ដាតពេទ្យខ្មោចនោះដោយចង្កូមមួយយ៉ាងចំណាប់ពេទ្យខ្មោចខំបំរាស់រើរួចខ្លួនក៏ស្រែកប្រាប់គ្នាថាយៈវើយៈទេទើបនាំគ្នារត់ចេញទៅលុះដល់ភ្លឺឡើងច្បាស់ហើយក៏ប្រមូលមាសប្រាក់វិចស្ពាយទៅឲ្យកូនចំណែកខាងកូនប្រសាក្រឡេកឃើញម្ដាយស្ពាយបំវិចទ្រព្យមកដូច្នោះក៏ចុះទៅទទួលរយៈបដិសន្ធារកិច្ចគួរសមយ៉ាងអស្ចារ្យហើយនិយាយថាអោអ្នកម្ដាយអើយគេយកទៅដុតនៅក្នុងព្រៃខ្មោចត្រឡប់ជាបានមកមាសប្រាក់មកឲ្យកូនបើដូច្នេះខ្ញុំសូមឲ្យលោកម្ដាយយកខ្ញុំទៅដុតម្ដងវិញខ្ញុំនឹងកើបវិចយកមាសប្រាក់មកឲ្យច្រើនជាងនេះទៅទៀតស្ត្រីនោះជាស្ត្រីពាកលក្ខណីល្មមចង់បានទ្រព្យមិនចេះគិតវែងឆ្ងាយបានឲ្យស្វាមីយកទៅដុតនៅក្នុងព្រៃស្មោសានដែរស្វាមីក៏នាំយកទៅដុតឆេះខ្ទេចខ្ទីស្លាប់នៅក្នុងឋាននរកទៅឯស្វាមីដល់អស់អាយុក៏ទៅកើតនៅក្នុងនរកជាមួយគ្នា